ដែលជាប់ក្នុងកំណត់ត្រាហ្គីណេសក្នុងឆ្នាំ1985ប្រាសាទអង្គរវត្តមានឈ្មោះដើមថាព្រះបរមវិស្ណុលោកកសាងឡើងក្នុងឆ្នាំ1113ដល់1150នៃគ្រិស្តសករាជដោយស្នាព្រះហស្ថព្រះបាទសូរ្យវរ្ម័នទី2មានកម្ពស់65ម៉ែត្រជើងសសរសរុបទាំងអស់មានចំនួន1532សសរបានប្រើប្រាស់ចំនួនដំរីគឺ6000ក្បាលបានប្រើប្រាស់កម្លាំងពលកម្មមនុស្ស300000នាក់ចំនួនថ្មដែលសាងសង់សរុបគឺ10លានតោនប្រយ័ត្នភ្លេចបងប្អូនទាំងអស់គ្នាប្រាសាទអង្គរវត្តបានសាងសង់ផ្ទៃដីទំហំ1626ហិកតាប្រាសាទសាសនាដែលធំបំផុតនៅលើពិភពលោកដែលជាប់ក្នុងកំណត់ត្រាហ្គីណេសក្នុងឆ្នាំ1985ប្រាសាទអង្គរវត្តមានឈ្មោះដើមថាព្រះបរមវិស្ណុលោកកសាងឡើងក្នុងឆ្នាំ1113ដល់1150នៃគ្រិស្តសករាជដោយស្នាព្រះហស្ថព្រះបាទសូរ្យវរ្ម័នទី2មានកម្ពស់65ម៉ែត្រជើងសសរសរុបទាំងអស់មានចំនួន1532សសរបានប្រើប្រាស់ចំនួនដំរីគឺ6000ក្បាលបានប្រើប្រាស់កម្លាំងពលកម្មមនុស្ស300000នាក់ចំនួនថ្មដែលសាងសង់សរុបគឺ10លានតោនប្រយ័ត្នភ្លេចបងប្អូនទាំងអស់គ្នា